គ្រោះអគ្គិភ័យឆាបឆេះរថយន្តដឹកទំនិញមួយគ្រឿងយ៉ាងសន្ធោសន្ធៅនៅលើផ្លូវលបឿនលឿនដែលឆ្ពោះទៅរ៉មខ្លាំងទៅតំបន់ទីក្រុងបាងកកបាទនេះគឺជាករណីគ្រោះអគ្គិភ័យកើតឡើងមួយករណីទៀតហើយដែលស្ថិតនៅឯទីក្រុងបាងកកប្រទេសថៃហើយហេតុការណ៍នេះបានកើតឡើងដោយសារតែមានការឆេះរថយន្តដឹកទំនិញមួយគ្រឿងហើយកាលពីព័ត៌មានមុនខ្ញុំបានអាប់ដេតតាក់ទងទៅនឹងគ្រោះអគ្គិភ័យដែលកើតឡើងឆេះរថយន្តប្រមាណករណីរួចមកហើយថ្ងៃនេះក៏មានករណីឆេះរថយន្តមួយគ្រឿងដែរដែលព័ត៌មាននេះស្ថិតនៅឯទីក្រុងបាងកកប្រទេសថៃនៅលើផ្លូវលបឿនលឿនអញ្ចឹងចង់ដឹងថាព័ត៌មានវាទៅជាយ៉ាងណាបាទកុំភ្លេចតាមដានព័ត៌មាននេះទាំងអស់គ្នាបាទព័ត៌មានចេញពីទីក្រុងបាងកកមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង 18:11 នាទីបាទត្រូវនឹងម៉ោង 6 ល្ងាចថ្ងៃទី 6 ខែវិច្ឆិកាឆ្នាំ 2025 នៅលើផ្លូវលបឿនលឿនរ៉មឃ្លាំងក្បែរនឹងពលានយន្តហោះសុវណ្ណភូមិដែលវានៅតំបន់ឡាត់ក្ររាំងរថយន្តដឹកទំនិញមួយគ្រឿងប្រភេទរថយន្ត pick up បាទមួយបាំងកន្លះហ្នឹងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបាទហើយខ្ញុំនឹងលម្អិតពីហេតុការណ៍នេះដូចខាងក្រោមដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 6:11 នាទីល្ងាចដែលទីតាំងនឹងស្ថិតនៅលើផ្លូវលបឿនលឿនផ្លូវរ៉មឃ្លាំងហើយក្បែរនឹងពលានយន្តហោះសុវណ្ណភូមិក្រោយពីទទួលដំណឹងថាមានរថយន្តឆេះគឺមានអ្នកទេទៅលេខ199ដែលជាលេខដំណឹងបន្ទាន់អំពីគ្រោះអគ្គិភ័យហើយប្រភេទដែលរថយន្តឆាបឆេះហ្នឹងប្រភេទរថយន្តអ្នកធ្វើដំណើរមានអ្នកដឹកទំនិញប្រភេទ pick up គឺម៉ាក Isuzu D-Max ពណ៌ប្រផេះប្រភេទឡានប្រភេទម៉ាស៊ូតណាប្រើម៉ាស៊ូតហើយទំហំនៃការខូចខាតហ្នឹងគឺអគ្គិភ័យបានឆាបឆេះទៅលើកញ្ចប់សម្ភារៈបែបឆេះផ្នែកឃ្លុបខាងក្រោយរថយន្តណាហើយបានរៀលដាលដល់ឃ្លុបប្រផ្នែកអ្នកបើករថខាងមុខអញ្ចឹងណាប៉ុន្តែអត់ប៉ះពាល់ដល់អាយុជីវិតមនុស្សទេអញ្ចឹងណាក្រោយពីហេតុការណ៍នឹងកើតឡើងនៅម៉ោង 6:24 នាទីល្ងាចក្រុមអ្នកផលិតអគ្គិភ័យនិងក្រុមជួយសង្គ្រោះឡាត់ក្រឡាងបានទៅដល់កន្លែងកើតហេតុតែម្ដងបើទោះបីជាយ៉ាងណាក៏ដោយក្រុមរថយន្តផលិតអគ្គិភ័យរបស់អាកាសយានដ្ឋានសុវណ្ណភូមិបានប្រើប្រាស់ទឹកបាញ់ពលុតរហូតតតែភ្លើងរលត់ជាមុនពេលដែលរថយន្តរបស់អ្នកផលិតអគ្គិភ័យនឹងមកដល់មានន័យថានៅទីនោះគឺចិត្តនឹងពលានយន្តហោះអញ្ចឹងពួកគេបានធ្វើការផលិតមុនពេលដែលក្រុមផលិតអគ្គិភ័យមកដល់ហើយពេលនោះដែរគឺជាពេលដែលអគ្គិភ័យបានរលត់បាត់ទៅសំណាងល្អហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួសឬស្លាប់នោះទេមូលហេតុនៃការអគ្គិភ័យនឹងកើតឡើងមិនអាចពិនិត្យដឹងនៅឡើយទេដោយសារទំនិញខាងក្នុងត្រូវបានខូចខាតទាំងស្រុងហើយព័ត៌មានលម្អិតយើងក្នុងស្ថានភាពត្រួតពិនិត្យផងដែរអញ្ចឹងនេះគឺជាករណីដែលខ្ញុំអាប់ដេតចេញពីទីក្រុងបាងកកប្រទេសថៃអំពីព័ត៌មាននៃការឆេះរថយន្តនៅក្បែរនឹងពលានយន្តហោះសុវណ្ណភូមិនៅលើផ្លូវលបឿនលឿនហើយការឆេះផងដែរគឺម៉ាក Isuzu D-Max គេហៅមកបាំងកន្លះណាដែលជារថយន្តប្រើប្រាស់ម៉ាស៊ូតតាមការសន្និដ្ឋានរបស់ខ្ញុំឯណារថយន្តហ្នឹងគឺដឹកពេញអញ្ចឹងនៅក្នុងក្លុបក្រោយអញ្ចឹងវាអាចថារបស់ដែលងាយឆេះណាឧទាហរណ៍ថា power bank ឬក៏បញ្ហាផ្សេងដែលគេដឹកទៅវាគៀបគ្នាអញ្ចឹងវាធ្វើឲ្យឆេះអានេះតាមការសន្និដ្ឋានរបស់ខ្ញុំឯណាប៉ុន្តែបើខ្ញុំមើលរូបភាពទៅមានថាគឺគេដាក់អីវ៉ាន់ពេញអញ្ចឹងវាធ្វើឲ្យឆេះអញ្ចឹងបញ្ហានេះខ្ញុំឲ្យអ្នកខាងបច្ចេកទេសនៅខាងប្រទេសថៃនឹងគេអ្នកស្រាវជ្រាវចុះអានេះក៏នៅការសន្និដ្ឋានរបស់ខ្ញុំទេហ្នឹងហើយថ្ងៃនេះគឺជាព័ត៌មានមួយដែលខ្ញុំអាប់ដេតអំពីគ្រោះអគ្គិភ័យដែលកើតឡើងឆេះរថយន្តមួយករណីទៀតហើយវីដេអូក្រោយខ្ញុំនឹងអាប់ដេតតទៅនឹងព័ត៌មានគ្រោះមហន្តរាយទឹកជំនន់មានថាព្យុះទីហ្វុងណាដែលបកទៅដល់ប្រទេសថៃហ្នឹងហើយមានការជន់លិចជាខ្លាំងអញ្ចឹងមានតែរងចាំនៅព័ត៌មានអាប់ដេតបន្តទៀតបាទអញ្ចឹងបើមានការខុសទាស់ឬក៏សម្រាយព័ត៌មានមិនច្បាស់លាស់ណាមួយបាទកុំភ្លេចខមមិននៅក្រោមវីដេអូខ្ញុំបានដឹងមួយផងបាទអញ្ចឹងជម្រាបលាទាំងអស់គ្នា